ក្រសួងទេសចរនិងក្រសួងបរិមាណសហការគ្នារៀបចំពិធីផ្សព្វផ្សាយក្រមប្រធានបទស្ថានភាពទេសចរកម្ពុជានៅក្នុងបរិបទតំបន់និងពិភពលោកដែលមានភាពមិនប្រកបប្រជានិងប្រែប្រួលឆាប់រហ័សអាយុដំហូតហៈរដ្ឋមន្ត្រីក្រសួងទេសចររួមជាមួយអាយុដំណេតភត្រារដ្ឋមន្ត្រីក្រសួងបរិមាណបានអញ្ជើញជាអធិបតីនៅក្នុងពិធីផ្សព្វផ្សាយក្រមប្រធានបទស្ថានភាពទេសចរកម្ពុជានៅក្នុងបរិបទតំបន់និងពិភពលោកដែលមានភាពមិនពិតប្រាកដប្រជានិងប្រែប្រួលយ៉ាងឆាប់រហ័សនៅក្នុងគោលបំណងផ្សព្វផ្សាយអំពីលទ្ធផលនៃការរៀបចំព្រឹត្តិការណ៍បុណ្យទន្លេលើកទី10ស្ថានភាពទេសចរកម្ពុជាស្ថិតនៅក្នុងកាលៈទេសៈដែលប្រឈមខ្ពស់និងយុទ្ធសាស្ត្រគន្លឹះក្រសួងទេសចរឆ្នាំ2026ព្រមទាំងយុទ្ធនាការសំខាន់ៗក្នុងឆ្នាំ2026ពិធីនេះរៀបចំនៅទីស្តីការក្រសួងបរិមាណនៅថ្ងៃទី31ខែមីនាឆ្នាំ2026នៅក្នុងពិធីដ៏ឱឡារិកនេះមានការអញ្ជើញចូលរួមពីឯកឧត្តមលោកជំទាវថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃក្រសួងបរិមាណនិងក្រសួងទេសចរលោកស្រីបងប្អូនអ្នកសារព័ត៌មាននិង influencer ទាំងអស់សរុបប្រមាណជា350នាក់ឆ្លៀតនៅក្នុងឱកាសនេះឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណជូនចំពោះឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិមាណថ្នាក់ដឹកនាំមន្ត្រីក្រសួងបរិមាណនិងមន្ទីរបរិមាណរាជធានីខេត្តស្ថានីយទូរទស្សន៍វិទ្យុលោកស្រីបងប្អូនអ្នកសារព័ត៌មានព្រមទាំង influencer ទាំងអស់នាពេលកន្លងមកដែលបានចូលរួមចំណែកផ្សព្វផ្សាយវិស័យទេសចរដែលមានសក្តានុពលនៅកម្ពុជាព័ត៌មានវិជ្ជមានព័ត៌មានពិតត្រឹមត្រូវរបស់ប្រទេសកម្ពុជានិងប្រយុទ្ធប្រឆាំងព័ត៌មានคล้ายៗដែលកើតមាននៅក្នុងវិស័យទេសចរនិយាយដោយឡែកនិយាយជារួមសម្រាប់ព័ត៌មានពីព្រះរាជាណាចក្រកម្ពុជាជាមួយគ្នានេះឯកឧត្តមរដ្ឋមន្ត្រីបានគូរំលេចឡើងនៅយុទ្ធនាការសំខាន់ៗមួយចំនួនទៀតសម្រាប់ឆ្នាំ2026ដែលក្រសួងទេសចរបានដាក់ចេញរួមមានទី1យុទ្ធនាការទស្សនាកម្ពុជានៅរដូវបៃតង Green Season ពីខែឧសភាដល់ខែតុលាទី2គម្រោងសាកល្បងលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋចិនរយៈពេល4ខែពីថ្ងៃទី15ខែមិថុនាដល់ថ្ងៃទី15ខែតុលាឆ្នាំ2026ពលគឺក្នុងអំឡុងពេលនៃរដូវកាលបៃតងទី3យុទ្ធនាការរដូវកាលសាមគ្គីភាព Solidarity Season និងទី4ការជំរុញកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅជាមួយប្រព័ន្ធផ្សព្វផ្សាយបណ្ដាញសារព័ត៌មានកម្ពុជាក៏ដូចជាសារព័ត៌មានបរទេសនិងពិតជាចូលរួមផ្សព្វផ្សាយទេសចរកម្ពុជាឲ្យបានកាន់តែទូលំទូលាយដើម្បីរក្សាឧត្តមភាពដែលប្រកួតប្រជែងខ្ពស់ជាងមុននិងរក្សាកេរ្តិ៍ឈ្មោះកម្ពុជាជាគោលដៅទេសចរសុវត្ថិភាពផ្ដល់ភាពកក់ក្ដៅស្អាតនិងបៃតង Cambodia is a safe, warm, clean and green destination ព្រមទាំងសម្ដៅបង្កើនទំនុកចិត្តពីភ្ញៀវទេសចរនិងពិសេសពីភ្ញៀវទេសចរអន្តរជាតិមកលេងកម្សាន្តនៅកម្ពុជាឲ្យកាន់តែច្រើនឡើងបន្ថែមទៀតNick Chamberlain ពី Big U